តោះបងប្អូនណាដែលមិនទាន់ចេះធ្វើត្រីចំហុយអាចសាកធ្វើវិធីនេះបានចាហើយនិយាយទៅធ្វើអីក៏ដោយបើយើងមិនសាកគឺថាមិនដឹងទេបងប្អូនចាខ្ញុំខានធ្វើយូរដែរហើយកាលមុនធ្លាប់ចេញវីដេអូម្ដងតែម្ដងនេះកូនសុំបងប្អូនហើយថាខានញ៉ាំយូរចាដំបូងខ្ញុំត្រូវការទឹកស្អាត2លីត្រដាក់អំបិលក្រួសហ្នឹងចំនួន1ខាំកូរអំបិលជាមួយទឹកហ្នឹងឲ្យវាលាយហើយខ្ញុំបានបន្តត្រីដែលយកមកចំហុយហ្នឹងខ្ញុំដាក់ត្រាំជាមួយទឹកអំបិលហ្នឹងចំណែកត្រីនេះខ្ញុំលាងសម្អាតយកគ្រឿងក្នុងវាចេញអស់ហើយបន្តដាក់ត្រីនៅឲ្យទាល់តែអស់ហើយត្រាំវាចំនួនរយៈពេល1ម៉ោងកន្លះទៅ2ម៉ោងមើលតាមត្រីតូចត្រីធំរួចហើយដាក់ឆ្នាំងដាំទឹក2លីត្រអំបិល1ខាំគល់សក្រី2គល់ដាក់គល់សក្រីហ្នឹងធំឈ្ងុយល្អវាកាត់ជាតិស្អាតចារួចហើយដាក់ដាំចំអិនវាឲ្យពុះសិនទៅបន្តយកស្លឹកពោតខ្ញុំអត់មានស្លឹកចេកបងប្អូនស្លឹកពោតនេះយើងយកមកជំនួសបែបនេះក៏ល្អម្យ៉ាងដែរយើងកាត់វាមានប្រហោងអញ្ចឹងមកហើយក៏អត់មានធំស្លឹកពោតដែរបងប្អូនចាល្អមែនតើអាចជំនួសដោយស្លឹកពោតបានណាចាហើយបន្តរៀបត្រីនឹងឲ្យទាល់តែរួចហើយទឹកយើងក៏បានពុះដែរដាក់ចំហុយត្រីនឹងដំបូងបើកភ្លើងខ្លាំងចំនួន5នាទីឲ្យក្តៅសាច់ត្រីសិនបន្ទាប់មកខ្ញុំបន្ថយភ្លើងតូចល្មមរយៈពេល10នាទីទៀតប៉ុន្តែពេលដែលយើងចំហុយហ្នឹងយើងអត់ត្រូវកាត់ក្របវាឲ្យជិតទេណាបងប្អូនដើម្បីកុំឲ្យវាអាលាត់ស្បែកវាបែកញើសខ្លាំងណាគ្រប់ចំនួននាទីដែលខ្ញុំចំហុយហ្នឹងទាំងភ្លើងតូចភ្លើងខ្លាំង15នាទីខ្ញុំទុកឲ្យវាទាល់តែចុះត្រជាក់ប៉ុន្តែបើសិនជាបងប្អូនធ្វើត្រីកំងហ្នឹងវារាងធំដែរបងប្អូនលៃតាមហ្នឹងចឹងទៅព្រោះត្រីកំងខ្ញុំនេះតូចមិនធំល្មមចឹងខ្ញុំចំហុយរយៈពេល15នាទីហ្នឹងទុកឲ្យចុះត្រជាក់អាចយកប្រអប់ឬក៏អីមកយើងម្លែកវាចឹងមកញ៉ាំម្ដងប្រហែលត្រីចឹងដាក់ក្លាសេទូទឹកកកខ្ញុំធ្វើឲ្យចូលចិត្តដាក់ទូទឹកកកឲ្យស្អែកឡើងយកមកចៀនណាកាន់តែឆ្ងាញ់បងប្អូន